មេពុយត្រីនិងកូនត្រីចម្រុះ20,000 ក្បាលរួមទាំងកូនបង្កង30,000 ក្បាលផងត្រូវបានធ្វើពិធីលែងចូលអាងទឹកឆ្វាំងស្ថិតនៅក្នុងភូមិព្រៃខ្មែរឃុំរលៀបអ៊ីស្រុករលៀបអ៊ីនាព្រឹកថ្ងៃទី11ខែកក្កដាឆ្នាំ2026ដើម្បីប្រារព្ធទិវាមច្ឆជាតិលើកទី13ពិធីនេះស្ថិតក្រោមអធិបតីភាពអាយុដំបណ្ឌិតសភាចាអុករបុនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុងមូលដ្ឋានខេត្តកំពង់ឆ្នាំងលោកជំទាវកែច័ន្ទម៉ូនីអ្នកតំណាងរាជមណ្ឌលកំពង់ឆ្នាំងអាយុដំសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការប្រជាពលរដ្ឋសិស្សានុសិស្សជាច្រើនរូបទៀតលោកងិនហ៊ុនប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអានរបាយការណ៍ស្វាគមន៍មានខ្លឹមសារថាអនុវិស័យជលផលគឺជាអនុវិស័យធំទី2បន្ទាប់ពីអនុវិស័យដំណាំជាមួយនឹងការរួមចំណែក 30% ក្នុងវិស័យកសិកម្មផងដែរកាត់ក្នុងឆ្នាំ2025និង6ខែឆ្នាំ2026នេះផលនេសាទចាប់បានលក្ខណៈគ្រួសារមានចំនួនសរុបជាង 73,000 តោនគឺផលត្រីមានចំនួនកើនឡើងដោយសារតែបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអាយុដំនាយឧត្តមសេនីយ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកដែលមានការចូលរួមពីយុទ្ធភូមិភាគទី4និង5កងពល70កងពលតូចលេខ1តបពិសេសឆាតយងពិសេសបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសក្រុងកំពង់ឆ្នាំងនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានជួយអន្តរាគមន៍ទប់ស្កាត់និងបង្ក្រាបបទល្មើសធំៗនៅទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងដែលប្រសិទ្ធភាពបំផុតទើបផលត្រីបានកើនឡើងនៅក្នុងឱកាសនោះអាយុដំបណ្ឌិតសភាចាអុករបុនបានមានប្រសាសន៍ណែនាំដល់មន្ត្រីជំនាញសូមយកចិត្តទុកដាក់ថែរក្សានិងអភិរក្សពូជត្រីនៅតាមទីតាំងដែលបានកំណត់បំផុសឲ្យប្រជាពលរដ្ឋចូលរួមចិញ្ចឹមត្រីតាមលក្ខណៈគ្រួសារធ្វើវារីវប្បកម្មតាមសហគមន៍ដើម្បីបង្កើនផលត្រីថែមទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារត្រូវបន្តយន្តការបង្ក្រាបបទល្មើសនេសាទឲ្យបានទៀងទាត់និងញឹកញាប់ទប់ស្កាត់ការនេសាទដោយខុសច្បាប់ដូចជាប្រើឧបករណ៍ស្បៃមុងនិងឧបករណ៍ឆក់ជាដើមអាយុដំបណ្ឌិតសភាចាក៏បានផ្ដល់ផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងសូមប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមក្នុងរដូវវស្សាដែលកំពុងកើតឡើងឧបត្ថម្ភកម្មវិធីផ្សាយពេញទំហឹងដោយទឹកសាប៊ូលាងចាន Super Clean មួយដបតម្លៃចាប់ពី 2,500 រៀលឡើងទៅមានលក់រាយលក់ដុំទៅតាមតម្រូវការលោកអ្នកទិញយកទៅលក់បន្តមានការបញ្ចុះតម្លៃជូនយ៉ាងពិសេសទូរស័ព្ទលេខ092 37 32 30 088 99 99 445ទំនាក់ទំនងផ្សព្វផ្សាយដំណឹងនិងពាណិជ្ជកម្មផ្សេងៗលេខទូរស័ព្ទ092 37 32 30 088 9 445ទូរទស្សន៍ខេមរ៉ា TV អនឡាញជាទីទុកចិត្តរបស់លោកអ្នក